សួស្តីអ្នកនរគ្នា Welcome back to my channel អូខេតោះយើង start មករឿងរបស់យើងមេបង្ករឿងបានត្រឡប់មកវិញហើយអូខេអញ្ចឹងវគ្គបន្តរឿងរបស់យើងគឺតួឯកស្រីរបស់យើងគឺទៅបានឪពុកមីរបស់គាត់នឹងគឺផ្ដាច់ទំនាក់ទំនងលែងទទួលខុសត្រូវលើតួឯកស្រីទៀតហើយអូខេអញ្ចឹងយើងតមកវគ្គបន្តរបស់យើងហើយតួឯកស្រីរបស់យើងក៏សួរទៅអ៊ំម្នាក់ដែលនាំពាក្យនឹងមកថាតើមានអីចង់ស្ដាប់ពីគាត់ទៀតមែនហើយតាហ្នឹងក៏និយាយបន្ថែមថាគាត់បានលើកគេនិយាយតគ្នាថាតួឯកស្រីរបស់យើងគឺជាមេបង្កបញ្ហារករឿងដាក់គ្រួសាររបស់ពូរបស់គាត់ឲ្យបាក់មុខអាប់អោនកិត្តិយសអញ្ចឹងទៅគ្រួសាររបស់ពូរបស់គាត់នឹងសម្រេចចិត្តឈប់ទទួលខុសត្រូវលើតួឯកស្រីណានៃអីអញ្ចឹងគាត់ចង់ដឹងថាវាជាការពិតមែនអត់ព្រោះគាត់ចង់ដឹងពីមកតតួស្រីរបស់យើងតែម្ដងព្រោះគាត់ធ្លាប់ជួបតួស្រីកាលពី9ឆ្នាំមុនហើយគាត់ក៏សួរតួស្រីថាតើនៅចាំរឿង9ឆ្នាំមុននឹងអត់ហើយតួឯកស្រីថាមិនចាំវាជារឿងជាថារឿងដែលគាត់ចាំមួយជីវិតថ្ងៃដែលគាត់បាត់បង់ឪពុកម្ដាយរបស់គាត់អញ្ចឹងណាចឹងយើងបែកទៅសាច់រឿង9ឆ្នាំមុនគឺតួឯកស្រីរបស់យើងគឺទៅដើរលេងជាមួយនឹងម៉ាក់ប៉ារបស់គាត់ហើយតួឯកស្រីរបស់យើងគឺអត់ទៅតាមម៉ាក់ប៉ារបស់គាត់ជិះទូកទេគាត់ថាគាត់នៅក្រងបាច់ការជីបូសម្រាប់ពាក់ឲ្យម៉ាក់របស់គាត់អត់បានទៅទេហើយគាត់ក៏បានឈរអង្គុយមើលប៉ាម៉ាក់គាត់ឡើងទៅលើជិះទូកនៅនឹងដែលគាត់គិតក្នុងចិត្តថាបើសិនជាគាត់អាចឃាត់ម៉ាក់ប៉ារបស់គាត់បាននៅថ្ងៃហ្នឹងឲ្យនៅក្រងផ្កាមួយគាត់ពុកម្ដាយគាត់ពិតជានៅរស់ហើយលោកតារបស់យើងក៏បានបន្ថែមទៀតថានៅថ្ងៃដែលកើតហេតុហ្នឹងគាត់ក៏នៅទីកន្លែងកើតហេតុហ្នឹងដែរគាត់បានឮសំឡេងប៉ាម៉ាក់តួស្រីរបស់យើងគឺហៅឲ្យជួយប្រាប់ថាទូករបស់គាត់បានលិចហើយតែអ្វីដែលហួសចិត្តជាងគេនោះគឺពូរបស់តួឯកស្រីរបស់យើងក៏នៅនឹងដែរប៉ុន្តែគាត់អត់ជួយទេហើយប៉ារបស់តួឯកស្រីប្រាប់ថាបើអត់ជួយគាត់ក៏យកប្រពន្ធគាត់ទៅដែរប៉ុន្តែពូរបស់តួឯកស្រីគឺស្ដាប់ប្រពន្ធអត់ជួយប៉ាម៉ាក់របស់តួឯកស្រីទេហើយតួស្រីរបស់យើងឮបែបហ្នឹងគឺគាំងតែម្ដងដូចជាយើងចាំថាពូរបស់គាត់ជាអ្នកមនុស្សដំបូងគេដែលហៅគេឲ្យជួយប៉ាម៉ាក់របស់គាត់ហើយបើពូរបស់គាត់ជាអត់ជួយប៉ារបស់គាត់ទេហេតុអីបានជាពូរបស់គាត់ហ្នឹងយកគាត់មកចិញ្ចឹមគាត់ឆ្ងល់មូលហេតុអីហើយលោកតាក៏បានប្រកែកថាការមើលឃើញរបស់គាត់គឺជាការពិតគាត់អត់កុហកទេហើយពូរបស់តួឯកស្រីយកតួស្រីយើងមកចិញ្ចឹមគឺដោយសារតួឯកស្រីរបស់យើងឪពុកម្ដាយរបស់តួឯកស្រីនេះគឺជាអ្នកមានអញ្ចឹងបើយកតួឯកស្រីមកអញ្ចឹងគាត់តួឯកស្រីយើងនៅក្មេងអាចគ្រប់គ្រងទ្រព្យសម្បត្តិបានទេអញ្ចឹងមានតែយកតួឯកស្រីមកចិញ្ចឹមទៅគឺគាត់អាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់តួឯកស្រីយើងនឹងបានហើយលោកតាក៏បានយកប្រាក់ឲ្យតួឯកស្រីសម្រាប់រឿង9ឆ្នាំហ្នឹងដែលគាត់អត់បានប្រាប់តួឯកស្រីរបស់យើងទេតួឯកស្រីរបស់យើងថាគាត់អត់យកលុយដែលបានមកពីការស្លាប់របស់ឪពុកម្ដាយរបស់គាត់ទេហើយគាត់ក៏សុំទៅមុនហើយតួឯកស្រីក៏បានរត់ចេញទៅហើយតួឯកស្រីរបស់យើងដើរបដានឹករឿងថាគាត់នៅពីក្មេងបដាគឺពូនិងមីងរបស់គាត់គឺដុតសម្ភារៈតែអ្វីក៏ដោយឲ្យតែតាក់ទងជាមួយឪពុកម្ដាយគាត់គឺដុតចោលទាំងអស់ព្រោះគេថាបើសិនជាទុកនៅទៅគឺវិញ្ញាណក្ខន្ធរបស់ពួកគាត់ទាំងពីរនៅអត់បានសុខទេតួឯកស្រីរបស់យើងក៏ព្រមងាកអាណិតគ្នាយំផងអីផងហើយអ្វីដែលនៅសល់គឺតែរូបថតដែលឆេះនៅសល់ប៉ុណ្្នឹងឯងអូយខូខើមែនផ្ទះហ្នឹងហើយអ្វីដែលបន្ថែមទៀតហ្នឹងមិនមែនត្រឹមតែស្លាប់ឪពុកម្ដាយគាត់ទេថែមទាំងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តួកិត្តិយសរបស់តួឯកស្រីរបស់យើងគឺខ្ទេចខ្ទីដូចមាន់ជាន់ខ្ទឹមអញ្ចឹងគឺដើរប្រកាសថាតួឯកស្រីរបស់យើងបែបនេះបែបនោះអីអញ្ចឹងណាខូចកេរ្តិ៍ឈ្មោះអស់អញ្ចឹងបំផ្លាញជីវិតក្មេងស្រីដែលបរិសុទ្ធម្នាក់ហើយខ្លួនឯងរស់នៅដោយក្ដីសុខជាមួយនឹងកូនប្រពន្ធខ្លួនឯងហើយគ្នានឹងម៉ែឪស្លាប់ចោលផងអីផងហើយខូចកេរ្តិ៍ឈ្មោះខូចកិត្តិយសអីទៀតឥឡូវគិតធ្វើម៉េចទៅណាគេសងអញ្ចឹងតួឯកស្រីរបស់យើងគឺនឹងត្រឡប់មកវិញនៅការសងសឹកអញ្ចឹងបានគេនិយាយថា The Trouble ចំណងជើងនៅរឿងហ្នឹង The Troublemaker have been returned នឹងមានន័យថាតួឯកស្រីរបស់យើងនឹងត្រឡប់មកវិញនៅការសងសឹកចំពោះគូសារហ្នឹងហើយតួឯកស្រីរបស់យើងថាគាត់នឹងអត់អឺអនុគ្រោះនៅទង្វើដែលគួរសារនឹងធ្វើចំពោះគាត់ឯងគឺគាត់នឹងសងសឹកអ្វីទាំងអស់ដែលផ្ទះហ្នឹងទាំងបេឡាទាំងពូទាំងមីងរបស់គាត់នឹងធ្វើដាក់គាត់នឹងសងសឹកមកវិញទាំងអស់ហើយទូស័យរបស់យើងក៏បានបន្ថែមទៀតថាគាត់នឹងឲ្យឃើញថាអ្នកដែលបង្កបញ្ហាពិតប្រាកដរូបរាងបែបម៉េចហើយអាងមេជាមួយនឹងអេម៉ាគាត់ពិតជាបារម្ភពីតួឯកស្រីរបស់យើងពួកពេលឃើញតានឹងមកនិយាយជាមួយនឹងតួឯកស្រីរបស់យើងរៀងសេរីអញ្ចឹងគាត់ភ័យខ្លាចថាមានបញ្ហាអីកើតឡើងណាហើយគាត់ក៏ដើរមករកតួឯកស្រីហើយគាត់មិនហៅតួឯកស្រីថាបងស្រីពាក់កៅអៅស្ដើងបែបហ្នឹងប្រកាសជាល្ងីហើយក៏យកកម្មាបង្កនឹងយកមករុំឲ្យតួឯកស្រីរបស់យើងទើបតើអាងមេមែនតើគឺស្រឡាញ់តួឯកស្រី
ហើយតួឯកស្រីរបស់យើងក៏បានឆ្លើយថាគាត់អត់អីទេហើយមួយទៀតគាត់បានបន្ថែមថាគាត់ចង់ទៅសរសេរសំបុត្រមួយអញ្ចឹងណាហើយអាងម៉េក៏បានថាអត់អីទេស្អែកគាត់នឹងយកផុសសំបុត្រហ្នឹងមកឲ្យតួឯកស្រីរបស់យើងហើយតួឯកស្រីរបស់យើងបានអញ្ចឹងហើយក៏អរគុណអាងម៉េរបស់យើងហើយក៏បានដើរទៅវិញហើយអាងម៉េជាមួយនឹងអេម៉ាគឺឈរមើលតួឯកស្រីរបស់យើងដើរហ្នឹងហើយគាត់ថាប្រកាសជារឿងប្រកាសជាមានបញ្ហាអីកើតឡើងហើយអេម៉ាក៏បានឆ្លើយថាគាត់ក៏គិតបែបហ្នឹងដែរ អូខេហើយសាច់រឿងរបស់យើងនិយាយពីតួស្រីចប់ត្រឹមនោះសិនហើយយើងមកដល់ខាងសាច់រឿងតួឯកប្រុសយើងវិញម្ដងអូយរឿងនឹងកាលណាតួឯកប្រុសតួឯកស្រីគេបានជួបគ្នាតឹងទ្រូងតោះមកសាច់រឿងរបស់យើងវិញតួឯកប្រុសរបស់យើងគឺកំពុងតែមើលកន្លះអាវរបស់ឪពុករបស់គាត់តែបានសល់ទុកឲ្យមុនពេលគាត់ស្លាប់គាត់ថាបើសិនជាការឈ្នះសង្គ្រាមប្ដូរដោយការស្លាប់របស់ឪពុកគាត់គឺគាត់អត់ចង់បានទេហើយនៅពេលមានសង្គ្រាមហ្នឹងមន្ត្រីនិងអ្នកមានអីដែលប្រាប់ថាស្រឡាញ់ជាតិបែរជាអត់ចូលទៅធ្វើសង្គ្រាមទេបែរជារុញឪពុករបស់គាត់ទៅហើយឪពុករបស់គាត់ទៅក៏មិនមែនដោយសារស្រឡាញ់ជាតិដែរគឺដើម្បីប្រពន្ធរបស់គាត់ព្រោះប្រពន្ធរបស់គាត់គឺជាពនាងនៅនគរហ្នឹងហើយពេលដែលស្លាប់ហ្នឹងណាគឺហុចអាប៉ាតោងកន្លះអាហ្នឹងឲ្យកូនហើយប្រាប់ថាទោះគាត់ស្លាប់យ៉ាងហោចណាស់កូនប្រុសរបស់គាត់ក៏នៅរស់ដែរហើយអូយស្រឡាញ់ប្រពន្ធមែនតើប្រាប់ថាកុំឲ្យកូនហ្នឹងឯងប្រឆាំងជាមួយនឹងម្ដាយមើលថែម្ដាយឲ្យបានល្អហើយនៅដង្ហើមចុងក្រោយក៏ផ្ដាំកូនហ្នឹងឲ្យទៅសុំទោសម្ដាយផងដែរអត់បានផ្ដល់អ្វីដែលម្ដាយគាត់ចង់បានអញ្ចឹងហើយតួឯកប្រុសរបស់យើងគឺឆ្ងល់ជាមួយនឹងឪពុកគាត់មែនតើហេតុអីបានជាមានតែឪពុកគាត់អីជាអ្នកលះបង់ឲ្យគេអញ្ចឹងណាចឹងគាត់ថាបើសិនជាការលះបង់ហ្នឹងជាក្តីស្រឡាញ់គឺគាត់អត់ចង់បានទេហើយពេលហ្នឹងមិត្តភក្តិរបស់តួឯកប្រុសយើងក៏មកដល់អេ cute របស់គេតាហើយមិត្តភក្តិរបស់តួប្រុសនោះឈ្មោះថាដោនសានមើលមិត្តភក្តិឡើងរួសរាយហើយមើលតួឯកប្រុសយើងឡើងមាំខ្ញុំមិនដឹងថាមិត្តភក្តិគេបែបម៉េចទេអញ្ចឹងណាហើយតួឯកប្រុសរបស់យើងក៏ឲ្យដោនសានហ្នឹងអង្គុយចុះទៅហើយដោនសានក៏បាននិយាយថាគាត់បានរកព័ត៌មានដែលតួប្រុសរបស់យើងឲ្យរកហើយព័ត៌មានហ្នឹងគឺជាព័ត៌មានដែលពូរបស់គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងនគរដតីខ្ញុំគិតថាសង្គ្រាមលើកមុនដែលកើតឡើងហ្នឹងមកពីពូរបស់គាត់អ្នកបង្កបញ្ហាហ្មង ហើយតួប្រុសរបស់យើងក៏បាននិយាយទៅកាន់ Donson ថាធ្វើម៉េចក៏ធ្វើទៅឲ្យតែបានព័ត៌មានច្បាស់លាស់គាត់នឹងថាយឺតក៏បានដែរឲ្យតែបានព័ត៌មានគ្រប់គ្រាន់គាត់នឹងថា make sure ថាសងសឹកធ្វើយ៉ាងណាឲ្យគេសងនៅអ្វីដែលគេធ្វើចំពោះឪពុករបស់គាត់បន្ថែមពីហ្នឹង Donson ក៏បាននិយាយពីតួឯកស្រីរបស់យើងដែរថាពូរបស់តួឯកស្រីបានកាត់ផ្តាច់ទំនាក់ទំនងមួយតួឯកស្រីហើយឲ្យតួឯកស្រីរបស់យើងរស់នៅវិហារហើយវិហារដែលតួឯកស្រីរបស់យើងស្នាក់នៅគឺជាវិហារតែមួយដែលជួយតួឯកប្រុសរបស់យើងពេលដែលមានសង្គ្រាម តួឯកប្រុសរបស់យើងបើសិនជាអ្នកនៅវិហារហ្នឹងអត់បានជួយផ្គត់ផ្គង់ដល់តួឯកប្រុសរបស់យើងទេតួឯកប្រុសយើងក៏ឈ្នះសង្គ្រាមហើយមានជីវិតរស់រានមានដល់សប្តាហ៍ថ្ងៃហ្នឹងដែរនេះក៏និយាយពីតួឯកស្រីគេនឹកដល់តួឯកស្រីរបស់យើងតែម្ដងគេមិនម៉ាហ្នឹងប្រូនឹកឃើញគេចឹងគ្រាន់តែអញ្ចឹងភ្លាមតួឯកប្រុសរបស់យើងគឺទៅជួបតួស្រីនៅវិហារហ្នឹងជ័យយោគេបានជួបគ្នាហើយតួឯកប្រុសរបស់យើងក៏បានជួបនឹងម្ដាមហើយអរគុណម្ដាមដែរដែលបានជួយផ្គត់ផ្គង់សម្ភារៈពេលដែលមានសង្គ្រាមហើយម្ដាមក៏បានអរគុណទៅតួឯកប្រុសវិញដែរដែលសារតែពេលចាប់សង្គ្រាមតួឯកប្រុសរបស់យើងគឺបានឧបត្ថម្ភសម្ភារៈជាច្រើនដល់វិហារហ្នឹងណាហើយម្ដាមរបស់យើងគឺបាននាំតួឯកប្រុសរបស់យើងទៅមើលជុំវិញវិហារអ្នកទាំងអស់គ្នាវគ្គដើរទន្ទឹងរង់ចាំបានមកដល់ហើយគឺដើរមើលនេះឃើញគេកំពុងឃើញតួឯកស្រីរបស់យើងកំពុងតែធ្វើសាប៊ូហើយតួឯកប្រុសរបស់យើងពេលដែលឃើញតួឯកស្រីរបស់យើងឈរធ្វើសាប៊ូអញ្ចឹងគាត់ផាំងតាពោះណាគេក៏និយាយថាតួឯកស្រីរបស់យើងជាមួយបង្កបញ្ហាអត់ចេះធ្វើអីឆ្លើបើសកោងកាងអីចឹងណាតែគាត់ថាតួឯកស្រីរបស់យើងមកឈរធ្វើសាប៊ូហើយធ្វើសាប៊ូមិនស្រួលណាហើយតួឯកប្រុសរបស់យើងក៏បានសុំទៅម្ដាមថាគាត់ចង់និយាយជាមួយនឹងតួឯកស្រីរបស់យើងអូខេសាច់រឿងយើងគឺស្លេះតែប៉ុណ្្នឹងសិនចាំមើលសប្តាហ៍ក្រោយតើគាត់បានជួបនិយាយជាមួយនឹងតួឯកស្រីអត់បាយបាយកុំភ្លេច like ជាមួយ comment ផង